ក្រៀមអត្តបាទក៏កើតមានស្ទើរតែជាសន្ធឹកនឹងរឿងក៏ក្រៅពិភពលោកចំពោះរឿងរ៉ាវនៃការយាងមករបស់ព្រះសិអាមេត្រីចំពោះអ្នកដែលមានបុណ្យកុសលនិស្ស័យភាវនាផ្សាយមេត្តានិងឧទ្ទិសឋានក៏នឹងបានទាន់ព្រះអង្គព្រោះថានិស្ស័យតួអង្គបារមីខាងក្នុងជាអ្នកមានយានក៏រំលែងរលឹកដឹងខ្លួនច្បាស់ថាខ្លួនឯងមកក្នុងលោកនេះជាអ្នកដែលមកបំពេញបុណ្យបារមីហើយក៏ជាអ្នកដែលនឹងត្រូវប្រណិប័តទៅតាមធម៌និងមេត្តាសេចក្តីស្ងប់រងាប់ដើម្បីដឹកនាំញាតិឲ្យបានទាន់ព្រះឈ្នះមារនិងរំលត់នៅភាពល្អកកចិត្តអាក្រក់ធ្វើឲ្យពិភពលោកមានសុខសន្តិភាពតាមរយៈផ្លូវចិត្តគំនិតនិងការស្វែងយល់អំពីដំណើរនៃហេតុរបស់លោកនេះដែលមានការប្រែប្រួលនិងការកើតរលត់ព្រោះថាលោកនេះក៏ក្រើករបើកនិងចម្រើនដោយអកុសលដោយសារមនុស្សមិនយល់ពីធម៌អាមិនមានសេចក្តីមេត្តារវាងគ្នានឹងគ្នាដែលជាបងប្អូនរួមផែនដីរួមការកើតស្លាប់ដូចគ្នានៅពេលដែលភាពកក្រើកកាន់តែរបើកកាន់តែរឿងចម្រុងចម្រាស់មិនថាស្រុកទេសនគររបស់យើងក្តីមនុស្សទាំងឡាយក៏ចាប់ផ្ដើមមានការភ្ញាក់រលឹកជាមុនហើយអ្នកខ្លះទៀតក៏គេចេះសន្សំនៅសេចក្តីល្អអំពើល្អតាំងទុកនៅក្នុងចិត្តដើម្បីឲ្យមានបារមីដំណើរនៃទំនាយហេតុព្រះសាសនាគឺបានពន្យល់ដឹកនាំដល់មនុស្សទាំងឡាយដែលជាអ្នកមានសទ្ធាមានឧបនិស្ស័យឲ្យទៅរកផ្លូវមួយដ៏ត្រឹមត្រូវនិងការប្រាថ្នាខ្លួនឲ្យបានជាសុខរួចផុតពីទុក្ខរួចផុតពីទោសមើលឃើញអំពីអន្ទាក់របស់មារនិងកម្មវត្តដាក់លោកីដែលខ្លួនឯងកំពុងតែជួបនិងដែលឆ្លងកាត់ជារៀងរាល់ថ្ងៃព្រោះក្នុងរយៈកាលនៃការកើតមកជាមនុស្សកំណើតអំពីលោកដតីមកកាន់ផែនដីនេះគឺជាសេចក្តីប្រាថ្នានិងការតាំងចិត្តអធិដ្ឋានរបស់តួអង្គនិងមនុស្សមួយចំនួនដែលជាអ្នកប្រាថ្នាក្នុងផ្លូវបារមីប៉ុន្តែក៏ឆ្លក់វង្វេងជាប់ទៅក្នុងអន្ទាក់របស់កាមជាចំណងមារដែលធ្វើឲ្យចិត្តមាននៅចំណងតណ្ហាសេចក្តីប្រាថ្នានៅក្នុងរូបសម្លេងក្លិនរសសម្ផស្សការពាល់ត្រូវកាយជាដើមដែលជាចំណងអន្ទាក់ឲ្យសត្វលោកវិលវង្វេងក្នុងភពផែនដីដែលពុំមានការត្រាស់ដឹងនិងការអប់រំដោយព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធក៏រមែងតែមានការកាប់ចាក់ការសម្លាប់ការដណ្ដើមហែកហួរការដែលមនុស្សទាំងឡាយវិលវង្វេងជាប់ចម្ពាក់រកទីស្ងប់រងាប់មិនបាននោះទេដំណើរហេតុនៃទំនាយតួអង្គអាចារ្យដែលនឹងត្រូវយាងមកកាន់ផែនដីជាទំនាយសាសនាផងជាទំនាយដូនតាផងដែលបង្ហាញប្រាប់ដល់សត្វលោកនិងកូនចៅអ្នកមានឧបនិស្ស័យថាតួអង្គនៃព្រះសិអាមេត្រីព្រះអង្គនឹងយាងមកសមោធាននឹងបានដោយកម្លាំងបុណ្យឧបនិស្ស័យការជ្រោមជ្រែងរបស់តួអង្គនៃព្រះនិមិត្តបុណ្យជាសម្បកនិងព្រះនាងគ្រប់លក្ខដែលលោកនឹងយាងមកយ៉ាងប្រសិទ្ធដើម្បីថែរក្សាជាតិនគរនិងព្រះសាសនាឲ្យបានរីកត្រសំត្រសាយសារឡើងវិញជាថ្មីម្ដងទៀតឲ្យសត្វលោកយល់ស្គាល់ដឹងពីបុណ្យនិងបាបបានទាន់ព្រះឈ្នះនៅមារទ្រទ្រង់ដោយព្រះសាសនាឲ្យបានរីកផូរផង់ត្រសំត្រសាយក្នុងពេលបច្ចុប្បន្ននេះសពសត្វមនុស្សទាំងឡាយមានសេចក្តីប្រាថ្នានិងការតាំងចិត្តយ៉ាងខ្ពស់មុតមាំដែលជាអ្នកមានឧបនិស្ស័យពាក្យដិតជាតិនិងការសង្ឃឹមយ៉ាងជាក់ច្បាស់ថាតួអង្គព្រះសិអាមេត្រីព្រះនិមិត្តបុណ្យនិងអង្គសច្ចៈសច្ចੰទេវតាទាំងឡាយនឹងចុះមកកាន់ភពផែនដីតាមរយៈផ្លូវញៀននិងតាមរយៈផ្លូវខាងក្រៅដើម្បីប្រោះសពសត្វមនុស្សទាំងឡាយឲ្យបានរស់នៅក្នុងផែនដីដ៏សុខសាន្តនិងត្រជាក់ត្រជុំក្សេមក្សាន្តរួចផុតពីការកាប់សម្លាប់ការនិន្ទាការច្រណែននិងភាពអត់ត្បាតទាំងឡាយទាំងពួងដែលកំពុងកើតដូច្នេះហើយការប្រាថ្នាខ្លួននិងការអធិដ្ឋានដោយអំណាចបុណ្យគឺត្រូវបានអប់រំដោយសិលសមាធិនិងបញ្ញាសន្សំនៅក្តីមេត្តាដើម្បីជាដំណើរឆ្ពោះបានទាន់ព្រះឈ្នះនៅមារទាន់នៅភាពអច្ឆរិយៈក្នុងពេលខាងមុខយ៉ាងប្រកបប្រជាហើយមួយទៀតការសាងនៅបុណ្យកុសលជាចំណែកអានិសង្សដ៏ក្រៃលែងក៏រមែងមានផលដ៏ខ្ពង់ខ្ពស់សម្រាប់យើងម្នាក់ៗហើយបានដល់ការផ្សាយមេត្តារំលឹកគុណដូនតា
នឹងផ្សាយមេត្តារំដោះកម្មដល់ខ្លួនឯងនិងផ្សាយមេត្តាដល់សពសត្វទាំងឡាយដែលរស់នៅក្នុងផែនដីឲ្យបានដល់នៅសេចក្តីសុខសេចក្តីចម្រើនគ្រប់អាត្មាដោយចំណែកបុណ្យដែលយើងបានសាងនោះក៏យើងមានសេចក្តីភ្ញាក់រលឹកដឹងខ្លួនទាន់ថាអំពើកម្មដែលមនុស្សបានធ្វើទង្វើដែលមនុស្សបានសាងព្រះធម្មជាតិព្រះលោកធាតុនិងទេវៈអង្គឋានធំបានចាត់ចែងនិមន្តយើងចោះមកនិងប្រើនៅច្បាប់កម្មអំណាចនៃសច្ចៈដើម្បីពន្លឿននិងធ្វើឲ្យមនុស្សទាំងឡាយប្រទេសទាំងឡាយណាដែលមានចិត្តបៀតបៀនគ្នាឬធ្វើឲ្យមានកម្មពៀរងទុកខ្លោចផ្សាដល់មនុស្សជានិគមកូនចៅនឹងត្រូវទទួលយកកម្មបណ្ដាសាត្រូវរងនឹងការបំផ្លាញការកំទេចដោយអំណាចនៃកម្មនោះដែលខ្លួនបានសាងដោយការជៀសមិនផុតប្រៀបដូចជាធ្លាក់ចូលនៅក្នុងជ្រោះនៅក្នុងភ្លុកភ្លើងដ៏ក្តៅបើកាលណាកម្មឬធម្មជាតិអំណាចច្បាប់កម្មដែលបានឲ្យផលហើយនោះក៏រមែងធ្វើឲ្យប្រទេសទាំងឡាយដែលសាងកម្មពៀវរានោះនឹងត្រូវទទួលយកទុក្ខទោសរបស់ខ្លួនដែលបានពោលដោយដូនតាបញ្ជាក់យ៉ាងច្បាស់ថាប្រទេសទាំងឡាយនឹងត្រូវសល់តែមួយសួននឹងត្រូវសល់តែមួយជោគកំពឹសនឹងត្រូវសល់តែមួយទូកប៉ុណ្ណោះរាល់ប្រទេសណាដែលមានចិត្តបៀតបៀននៅនគររបស់អ្នកដទៃដោយសេចក្តីមោហៈសេចក្តីទោសៈលោភៈជាដើមនោះនឹងត្រូវបំផ្លាញដោយគ្រោះធម្មជាតិនឹងត្រូវបំផ្លាញដោយព្រះលោកធាតុព្រះម៉ែធរណីនឹងយាងមកដើម្បីដឹងឮជួយចាត់ការទៅតាមអំណាចនៃផលកម្មវិបាកនោះដែលជាការព្រមានដល់កូនចៅមនុស្សលោកដែលរស់នៅក្នុងផែនដីឲ្យបានដឹងអំពីទំនាក់ទំនងរវាងលោកធាតុចិត្តវិញ្ញាណនិងការសម្ដែងត្រាស់ដឹងរបស់ព្រះពុទ្ធអំពីអំណាចនៃច្បាប់និងការចម្រើនទៅនៃអកុសលនិងកុសលធម៌កាលណាកុសលចម្រើនឡើងសត្វទាំងឡាយរមែងមានសេចក្តីសុខកាលណាសេចក្តីទុក្ខកើតឡើងខ្លាំងព្រោះជាអកុសលដែលមនុស្សបានសាងខ្លួនឯងចុងក្រោយមានតែការដឹកនាំញាតិធ្វើបុណ្យផ្សាយមេត្តារំដោះកម្មរៀងៗខ្លួននិងរំដោះកម្មដល់ផែនដីដែលអានិសង្សទី1ធ្វើឲ្យយើងកាត់ផ្ដាច់នៅកម្មពៀទុក្ខទោសទាំងឡាយទាំងពួងទី2ធ្វើឲ្យយើងឆ្លងផុតនៅវាល3អន្លង់4គ្រោះកាយគ្រោះកម្មនិងអកុសលវិបាកកិលេសកើតតាមផ្លូវកាយផ្លូវចិត្តដែលរួមរិទ្ធយើងម្នាក់ពីអតីតជាតិនិងទី3មាននៅសមាទិដ្ឋិសេចក្តីយល់ត្រូវនឹងមានទេវតាតាមថែរក្សាគ្រប់ផ្លូវឲ្យយើងបានសុខរួចចាកទុក្ខទោសកម្មពៀហេតុនេះចូលសាទជនប្រុសស្រីរៀនអប់រំចិត្តឲ្យបានល្អដោយប្រពៃនិងការផ្សាយមេត្តាបំពេញបុណ្យរៀងខ្លួនទៅតាមឧបនិស្ស័យឲ្យបានរួចផុតចាកទុក្ខទោសទាំងឡាយព្រោះថាព្រះសាសនានៅទាន់ព្រះធម៌នៅមានខ្មែរយើងនឹងត្រូវបាននៅសល់មួយមលុបពួកដ៏ត្រជាក់ត្រជុំខ្សែមសានរួចចាកទុក្ខទោសទាំងឡាយដោយការប្រណិប័តនិងការគោរពតាមផ្លូវព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គហើយទូអង្គព្រះដែលមានបុណ្យនឹងយាងមកកាន់ភពផែនដីនឹងស្រោចស្រង់ទឹកដីមហានគរខ្មែរនឹងដឹកនាំសពសត្វមនុស្សលោកទាំងឡាយទាំងពួងនៅក្នុងយុគ9បុគ្គលណាដែលពួនគិតសំងំគិតប្រាថ្នាចិត្តក្នុងផ្លូវកុសលចង់បានតនព្រះឈ្នះមារឲ្យខ្លួនឯងរួចផុតកម្មពៀនោះក៏នឹងបានរួចផុតដោយអំពើល្អនិងការធ្វើខ្លួនឯងបានជាទីពឹងសម្រាប់ញាតិនិងមនុស្សដទៃហើយបុគ្គលណាដែលព្យាយាមសាងបុណ្យបារមីអំពើល្អប្រាថ្នាក្នុងផ្លូវត្រាស់ដឹងរួចចាកទុក្ខទោសក៏នឹងមានទេវតាសមាទិដ្ឋិសច្ចៈសច្ចាំងទាំងឡាយដឹកនាំតម្រង់ផ្លូវព្រោះលោកជាដូនតាដើមជាបុគ្គលដែលមានញាណនៅទឹកអស្ចារ្យនិងទេវតាគ្រប់ជាន់ថ្នាក់ដែលមិនប្រងើយកន្តើយលោកមានអភិញ្ញាចិត្តដើម្បីដោះស្រាយទុក្ខបញ្ហានិងជួយសពសត្វឲ្យគេចផុតពីអន្ទាក់របស់មារអន្ទាក់នៃកម្មដែលសត្វទាំងឡាយកំពុងជួបនិងច្របូកច្របល់កើតឡើងនៅសង្គ្រាមអត់ត្បាតទូទាំងផែនដីចូលចាំជាក់ថាពាក់កណ្ដាលនៃសាសនានេះមនុស្សកាប់សម្លាប់មនុស្សបង្ហូរឈាមគ្នាដោយភាពសាហាវព្រៃផ្សៃដោយសារអន្ទាក់មីអន្ទាក់កម្មនេះកំពុងតែកើតឡើងហើយសូមគ្រប់ជូនដំណឹងបុណ្យនៃការកសាងបង្ហើយអាស្រមព្រះសអាមិត្រីបិទថ្ម3គ្រាមនិងការកសាងពុទ្ធរូបថ្មសមួយអង្គទៀតដើម្បីទុកជាទីសក្ការៈបូជា
និងការបំពេញនៅមហាកុសលរបស់បងប្អូនប្រិយមិត្តទាំងអស់គ្នាហើយការកសាងបំពេញបុណ្យទាំងឡាយទាំងពួងនេះគឺយើងនឹងរៀបចំបន្តបង្ហើយនៅក្នុងឆ្នាំ2026-2027សម្រាប់លេខទូរស័ព្ទ077 54 93 54 096 67 46 067 35 89 36ឬបងប្អូនអាចតាក់ទងតាមរយៈ Facebook Page ឬ Telegram សម្រាប់សទ្ធាជ្រះថ្លាក្នុងការបំពេញបុណ្យតាមរយៈ QR Code ធនាគារ ACLIDA ឬ ABA ក៏បានដែរសូមអរគុណសូមជម្រាបលា